អញ្ញងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តភាគក្នុងរឿងជប់ស្នេហ៍ក្នុងហ្គេមទាំងអស់គ្នាហើយយើងឃើញថានៅពេលនេះសមាជិកម្នាក់គឺកំពុងតែឈរមើលសារជាច្រើនដែលនិយាយអាក្រក់ៗពីពួកគេប៉ុន្តែពួកគេគឺមិនអាចប្តឹងបាននោះទេដោយសារតែក្រុមរីវិនមួយហ្នឹងគឺមិនបាននិយាយលើកឈ្មោះពីក្រុមពួកគេនោះទេដែលធ្វើឲ្យសមាជិកម្នាក់គឺឆ្ងល់ហ្មងថាហេតុអ្វីបានជាក្រុមរីវិនហ្នឹងមានគំនុំអីជាមួយពួកគេអញ្ចឹងក្រុមរីវិនគឺជាក្រុមមួយដែលទៅតែបង្កើតថ្មីពួកគេទាំងអស់គ្នាហ្នឹងបានបញ្ចេញមតិអាក្រក់ៗជាច្រើនមកលើសេយ៉ុងហើយនិងសមាជិកក្រុមហើយក្រុមរីវិនតែងតែព្យាយាមបង្កចំនួនជាមួយនឹងសមាជិកក្រុម Tumble Rainbow Genetic នៅពេលដែលពួកគេជួបគ្នានៅលើ Market ឬក៏ Farm Map និយាយរួមទៅក្រុមហ្នឹងគឺជាក្រុមដែលបង្កសកម្មភាពអាក្រក់ដោយគ្មានហេតុផលអ្វីទាំងអស់តែធ្វើឲ្យសេយ៉ុងគេក៏បាននិយាយឡើងថាតើពួកគេមានបញ្ហាអ្វីទៅអូឡាឡាក៏បានប្រាប់ថាតើសេយ៉ុងអត់ដឹងមែនទេថាក្រុមហ្នឹងគឺជាក្រុមរបស់យន់ណាលើចម្លើយហ្នឹងហើយសេយ៉ុងគេឡើងភ្ញាក់ផ្អើលហ្មងហើយហ៊ីចេមកពីក្រោយអូឡាឡាក៏បាននិយាយថាអញ្ចឹងអូឡាឡាគួរតែសងឡើងវិញដោយការលុប character របស់គេចោលអញ្ចឹងលើបែបហ្នឹងហើយអូឡាឡានិងហ៊ីចេគេក៏បានវាយគ្នាដោយអូឡាឡាគេក៏បាននិយាយថាកំហុសមកពីហ៊ីចេហ្នឹងបានធ្វើឲ្យយន់ណាទៅជាមនុស្សអាក្រក់បែបហ្នឹងចំណែកឯសេយ៉ុងវិញគេមិនបាននិយាយអ្វីនោះទេដោយគាត់គិតថាគាត់អត់មានសិទ្ធិបន្ទោសអ្នកណាម្នាក់នោះទេយន់ណានាងប្រហែលជាមានអារម្មណ៍ថានាងត្រូវបានគាត់ធ្វើឲ្យខ្លាចជាមនុស្សល្ងងម្នាក់ដោយសារតែគាត់នឹងបានបោកប្រាស់នាងក្នុងការលក់របស់មានតម្លៃខ្ពស់ហើយថែមទាំងបោកបញ្ឆោតនាងប្រាប់ថាគាត់និងហ៊ីចេជាមិត្តការពារកុមារភាពប៉ុន្តែការពិតទៅព័ត៌មានថ្មីនេះគឺថាគាត់និងហ៊ីចេចាប់ផ្ដើមតាក់ទងគ្នាប៉ុន្តែបាននិយាយដើម្បីការពារខ្លួនវិញគឺគាត់គ្មានកំណត់ថាគាត់ចង់បញ្ចប់មកតាក់ទងជាមួយនឹងហ៊ីចេនោះទេទោះបីជាគាត់និយាយបែបហ្នឹងហើយយន់ណាគេប្រហែលជាមិនចូលគាត់នោះទេហើយកំពុងតែអង្គុយគិតសុកនោះសារមួយក៏លើកឡើងថាហ៊ីចេបានបកគោល clan មកឲ្យគាត់បន្ទាប់ពីឃើញសារហ្នឹងរួចយើងឃើញថានៅពេលនេះហ៊ីចេគឺកំពុងតែអង្គុយបត់ជើងក្រាបចុះដោយកូនឆ្កែអញ្ចឹងដោយសារយើងគាត់បាននិយាយថាហេតុអ្វីបានជាហ៊ីចេនឹងបកគោល clan ឲ្យគាត់នៅពេលនេះអញ្ចឹងហ៊ីចេគេក៏បានបកកាយថាគេប្រាប់សេយ៉ុងរួចថាគេនឹងបកគោលទៅឲ្យសេយ៉ុងតែសេយ៉ុងគេក៏បានប្រាប់វិញថាតែគាត់បានប្រាប់រួចថាគាត់មិនចង់បាននោះទេលើបែបហ្នឹងហើយហ៊ីចេគេក៏បានក្រោកឡើងអោបចង្កេះសេយ៉ុងព្រមទាំងនិយាយថាហេតុអ្វីទៅខ្ញុំមាន clan ពីររួចណាស់ទៅហើយហ្នឹងឮហើយសេយ៉ុងគេក៏បានរុញហ៊ីចេចេញព្រមទាំងប្រាប់ថាឲ្យឈប់ធ្វើខ្ជូតទៀតទៅBumble Rainbow គឺគ្រាន់តែជាក្រុមមួយដើម្បីឲ្យហ៊ីចេហ្នឹង build character មួយទៀតរបស់គេតែប៉ុណ្ណោះតែគេគិតថាវាសមហេតុផលមែនទេក្នុងការបកគោល clan ដ៏ធំមួយឲ្យគាត់បែបនេះរួចហ៊ីចេគេក៏បានឆ្លើយប្រាប់ថាសេយ៉ុងគឺខឹងនឹងគាត់មែនទេកាលពីមុនដែលគេបានគ្រប់គ្រង clan របស់គាត់ឮចម្លើយហ្នឹងហើយគឺថាសេយ៉ុងមុខក្រហមខឹងខ្លាំងមែនទេថាអូឈប់លើករឿងហ្នឹងមកនិយាយទៅវាយូរណាស់ទៅហើយមួយទៀតទោះបីជាហ៊ីចេគឺជាមេក្រុមក៏ដោយតែគេគិតថាសមាជិកដទៃទៀតនឹងយល់ព្រមជាមួយគេមែនទេក្នុងការបកគោលក្រុមឲ្យគាត់បែបនេះហ៊ីចេគេក៏បានប្រាប់ថាប៉ុន្តែក្រុមហ្នឹងជាក្រុមរបស់គេតើខ្វល់ទៅអីពួកហ្នឹងសេយ៉ុងឮហើយគេក៏ប្រឹងបកកាយទៀតប៉ុន្តែក៏ត្រូវបានហ៊ីចេណាយកដៃលោកចូលអាវរបស់គាត់ហើយគេក៏បាននិយាយទៀតថាគេនឹងសុំការអនុញ្ញាតពីសមាជិកក្រុមក្នុងការអនុញ្ញាតឲ្យសេយ៉ុងគឺជាមេក្រុមម្ដងឮហ៊ីចេនិយាយទាំងមានភាពជឿជាក់បែបនេះសេយ៉ុងគេក៏បានប្រាប់ថាប្រសិនបើមានតែសមាជិកម្នាក់បដិសេធក៏ដោយដែលគឺគាត់នឹងមិនទទួលយកការតែងតាំងមួយនឹងនោះទេហើយប្រសិនបើរឿងនឹងមិនកើតឡើងនោះទេហ៊ីចេគឺមិនត្រូវលើករឿងនឹងមកនិយាយជាមួយគាត់ម្ដងទៀតនោះទេហ៊ីចេគេក៏បានញញឹមរួចក៏ឆ្លើយថាចឹងប្រសិនបើរឿងនឹងកើតឡើងសេយ៉ុងគឺមិនត្រូវរកពាក្យមកប្រកែកជាមួយគាត់ម្ដងទៀតនោះទេហើយជាលទ្ធផលសេយ៉ុងរបស់យើងគឺខ្លាចជា Clan Master ទៅតែបានព្រោះថាសមាជិកម្នាក់គឺអត់មានប្រកែកអីបន្តិចគ្រូគេខ្វល់យកហ្មងហើយបន្ទាប់មករដូវផ្ការីកគេក៏បានមកដល់ក្តារគេក៏មាន event មួយដែលមានឈ្មោះថាចាប់ Spring Honey Bear បិសាច Spring Honey Bear វារីកឡើងនៅទី field នៅពេលវេលាច្បាស់លាស់ហើយប្រសិនបាននរណាម្នាក់អាចកម្ចាត់បិសាចនឹងបានគឺនឹងទទួលបាន item មួយដែលមានឈ្មោះថា Spring Token ហើយ item មួយនេះគឺអាចផ្លាស់ប្ដូរជាមួយនឹង item កម្រជាច្រើនដូច្នេះហើយបានជា player ជាច្រើនបានទៅចូលរួមកម្ចាត់បិសាចមួយនឹងហើយយើងក៏ឃើញថានៅពេលនេះសេយ៉ុងព្រមទាំងសមាជិក Tumble Rainbow ជាច្រើនបានទៅចូលរួមក្នុងនឹងហើយយើងក៏ឃើញទៀតថាពេលនេះសេយ៉ុងបានដាក់មកស្នៀតធ្វើឲ្យបិសាចនឹងស្លាប់ប៉ុន្តែក៏ត្រូវបានក្រុមរបស់ Riven ហ្នឹងលួច kill របស់គាត់ឃើញបែបហ្នឹងសេយ៉ុងគេក៏បានសួរថាតើពួកគេនឹងកំពុងធ្វើអីគេមិនតែលួច kill របស់គេអញ្ចឹងហើយសមាជិកម្នាក់ហ្នឹងគេក៏បានឆ្លើយថាអានេះគឺជាទីកន្លែងវាយបិសាចតែអញ្ចឹងណាគេមកមុនបានមុនសេយ៉ុងគេក៏សួរបញ្ជាក់ម្ដងទៀតថាតើអាម្នាក់ហ្នឹងគឺជាសមាជិករបស់ Riven មិនមែនប្រសិនបើពួកគេហ្នឹងនៅតែបន្តរំខានពួកគាត់ទៀតគឺគាត់នឹងលើកលែងឲ្យនោះទេសមាជិកម្នាក់នោះគេក៏បានឆ្លើយថាសេយ៉ុងហ្នឹងគឺយំសោកម៉េះដោយតែគេបានរំពឹងទៅអញ្ចឹងមកពីសមាជិកសិតតជានិតខមាលើចំណែកបែបហ្នឹងហើយកំហឹងរបស់សេយ៉ុងគឺកើនឡើងរួចក៏សួរលេងថាតើឯងកំពុងតែនិយាយស្អីនឹងអាចង្រៃយោហើយបន្ទាប់ពីនោះមក Spring Honey Bear Boss ក៏បានលេចឡើងហើយការប្រយុទ្ធរវាងក្រុមទាំងពីរក៏បានលេចឡើងដូចគ្នាដោយ Riven ហ្នឹងគឺចង់លួច kill ពី Tumble Rainbow ដូចនេះហើយបានជាគេនិយាយថាកុំតបតជាមួយនឹងពួក troll ទាំងនឹងអីហើយចាប់តាំងពីគាត់មានប្រតិកម្មទៅនឹងការចំអកឡកលុយរបស់ពួកទាំងនឹងគឺពួកទាំងនឹងចាប់ផ្ដើមលួច kill របស់គាត់ដោយបើកចំហយកហ្មងហើយហេតុអ្វីបានជាពួកវានឹងត្រូវធ្វើអីឈួតបែបនេះអញ្ចឹងនៅពេលដែលសមាជិកខ្លាំងគឺអត់ទាន់លុកអីនោះទេហើយនៅកំឡុងពេលដែលសេយ៉ុងកំពុងតែព្រួយបារម្ភហ៊ីចេគេក៏បានចូលមកដល់និយាយទាំងស្រស់ស្រាយថា
សេយ៉ុងទីមើលថាប្តីរបស់បងយកអ្វីមកផ្ទះប៉ុន្តែមិនទាន់និយាយចប់ផងណាសេយ៉ុងគេក៏បានចាប់ទាញក្បាលហ៊ីជេយកហ្មងដែលធ្វើឲ្យហ៊ីជេគេក៏និយាយឡើងថាតើសេយ៉ុងឃ្លានដល់ថ្នាក់ហ្នឹងមែនសេយ៉ុងគេក៏បានប្រាប់ឲ្យហ៊ីជេនឹងឲ្យ log in ចូលឥឡូវហ្នឹងទៅមិនបងនឹងຕົកពេលក្រោយបានតាប៉ុន្តែឥឡូវទៅកំចាត់ពួកអារីវិនហ្នឹងសិនហើយបន្ទាប់មកគាត់ក៏បានបកស្រាយរឿងរ៉ាវដែលបានកើតឡើងទៅកាន់ហ៊ីជេគេក៏បាននិយាយថាអូអញ្ចឹងពួកហ្នឹងមែនទេដែលធ្វើឲ្យ baby របស់គេអន់ចិត្តបែបនេះរីឯសេយ៉ុងលឺហើយគេក៏បានតបថាស្អីគេនឹងសម្លាប់ហ៊ីជេចោលហ្មងហើយឥឡូវនេះពួកគេលួចឃាម្ដងទៀតហើយប្រសិនបើហ៊ីជេមិនចង់ជួយនេះទេជិះឆ្ងាយទៅហើយកំឡុងពេលដែលសេយ៉ុងកំពុងតែឆ្លេឆ្លាហ្នឹងហ៊ីជេគេសម្លឹងមើលមកកាន់សេយ៉ុងដូចគិតថាសេយ៉ុងគួរឲ្យស្រឡាញ់ខ្លាំងមែនទែនហើយបន្ទាប់មកហ៊ីជេគេក៏បាន log in ចូលក្នុងហ្គេមចំពេលដែលក្រុម Riven គឺបានសម្លាប់ Honey Bear ហ្នឹងហើយគេក៏បានលួចឃាព្រមទាំងសម្លាប់សមាជិក Riven ម្នាក់ហ្នឹងទៀតផងដោយគេព្រមទាំងនិយាយថាតើអ្នកណាតើដែលធ្វើឲ្យសង្សាររបស់គេខឹងបែបនេះរីឯសេយ៉ុងឃើញសកម្មភាពរបស់ហ៊ីជេបែបនេះគេក៏បានគិតក្នុងចិត្តថាហ៊ីជេមើលទៅហត់ខ្លាំងមែនទែនហ្មងចំណែកហ៊ីជេគេក៏បានងាកមកមើលមុខសេយ៉ុងព្រមនិយាយថាប្តីរបស់បងគឺល្អបំផុតត្រូវទេសំវងខ្ញុំមានចការច្រេញបងហ៊ីជេខ្លាំងមែនទែនចំណែកសេយ៉ុងវិញលឺហើយគេក៏មកក្រហមហើយក៏បានដាក់ហ៊ីជេម្ដាយទៅអៀនពេកដាក់ម្ដាយនឹងហើយបន្ទាប់ពីនោះមកសមាជិកក្រុម Temple Rainbow គេក៏បានចូលរួមក្នុងការវាយនឹងដែរហើយគេក៏បានសងសឹកទៅកាន់ក្រុម Riven ផងដែរហើយបន្ទាប់ពីលេងហ្គេមចប់ពេលនេះសេយ៉ុងនិងហ៊ីជេគេកំពុងតែញ៉ាំមាន់ពងចំណែកសេយ៉ុងវិញញ៉ាំទាំងសប្បាយចិត្តហ្មងឡើងហ៊ីជេឆ្ងល់ថាសេយ៉ុងអីក៏សប្បាយចិត្តដល់ថ្នាក់ហ្នឹងសេយ៉ុងក៏ប្រាប់ថាបើសិនបើហ៊ីជេបានលើពួកវានិយាយអីអាក្រក់ៗពីក្រុមនេះហើយហ៊ីជេប្រកាសជាមានអារម្មណ៍បែបហ្នឹងដូចតែគ្នាហ្នឹងរួចបន្ទាប់ពីញ៉ាំមាន់ពងរួចសេយ៉ុងគេក៏បានចូលលេងហ្គេមម្ដងទៀតប៉ុន្តែគ្រាន់ចូលភ្លាមគេក៏ទទួលបានសារមួយគឺថាសេយ៉ុងត្រូវបានគេ ban អត់ឲ្យលេងហ្គេមរយៈពេល7ថ្ងៃដោយសារតែគាត់បានប្រើពាក្យសម្ដីមិនសមរម្យក្នុងការលេងហ្គេមមួយហ្នឹងដែលយើងឃើញថាពេលនេះគាត់បានយក character របស់គាត់មួយទៀតមកលេងហើយគាត់គិតថាគាត់ត្រូវបាន ban ហ្នឹងដោយសារតែពួក Riven បានរាយការណ៍ពីគាត់ប្រើប្រាស់ពាក្យមិនសមរម្យនៅពេលដែលពួកគេទាំងពីរនេះប៉ះគ្នាកាលពីលើកមុនហើយឥឡូវនេះគឺគាត់មិនអាចដើរតួជា healer របស់ក្រុមទៀតទេរហូតដល់សប្តាហ៍ក្រោយឯណោះដូច្នេះហើយក្នុងក្រុមពេលនេះមានតែអូឡាឡាតែម្នាក់ប៉ុណ្ណោះដែលជា healer top នៅក្នុងក្រុមពេលនេះហើយយើងក៏មើលទឹកមុខរបស់ឡាឡាពេលឮសេយ៉ុងសរសើរឃើញបែបហ្នឹងសេយ៉ុងគេក៏បាននិយាយថាអូមិនអីទេគាត់ប្រហែលជាត្រូវបង្កើនល្បែរបស់គាត់ហើយអូឡាឡាគេក៏បាននិយាយថាមិនហ្នឹងសេយ៉ុងមិនអត់ទុកចិត្តគេអញ្ចឹងសេយ៉ុងគេក៏បានតបថាចុះប្រសិនបើពួកហ្នឹងបើកធ្វើសង្គ្រាមរវាងក្រុមពេលដែលគាត់មិននៅនោះតួអង្គសក់ពន្លឺគេក៏បាននិយាយថាសេយ៉ុងបាច់បារម្ភនោះទេតើវានឹងអាចមានរឿងអ្វីកើតឡើងទៅក្នុងរយៈពេលមួយសប្តាហ៍ហ្នឹងប៉ុន្តែអ្វីៗវាក៏អាចទៅរួចបានផងដែរដោយយើងឃើញថាពេលនេះ Bumble Rainbow គឺត្រូវបានចាញ់ក្រុមស្នាដៃរបស់ Riven ដោយយើងឃើញថាពេលនេះសេយ៉ុងគឺកំពុងតែបន្តខ្លួនឯងថាវាជាកំហុសរបស់គាត់ហ៊ីជេគេក៏បានប្រាប់ថាតើអានឹងជាកំហុសរបស់សេយ៉ុងយ៉ាងម៉េចទៅហើយណាមួយ Bumble Rainbow គឺជាក្រុមមួយដែលគេប្រើសម្រាប់តែ event តែប៉ុណ្ណោះប៉ុន្តែសេយ៉ុងគេនៅតែមានអារម្មណ៍ថាវាជាកំហុសរបស់គាត់នឹងដោយសារតែស្ថានភាពរបស់ក្រុមពេលនេះគឺអាក្រក់មែនទែនដោយសារតែគាត់ខ្លាចជាមេក្រុមហ៊ីជេដោយសារតែឃើញសេយ៉ុងមើលទៅបន្តខ្លួនឯងពេលបែបនេះគេក៏បាននិយាយថាប្រសិនបើខ្ញុំត្រូវជ្រើសរើសនរណាម្នាក់ដើម្បីស្ដីបន្ទោសខ្ញុំនឹងបន្ទោសវូយ៉នអាឈួតម្នាក់ហ្នឹងវាបានបកក្រោយពាក្យកណ្ដាលទីពីព្រោះតែគេហ្នឹងមានតេស្ត license មួយដែលគេត្រូវតែធ្វើដូច្នេះហើយពួកយើងគឺគ្មាន healer នោះទេនៅពេលហ្នឹងគាត់តែនិយាយតាក់ទងពីអាម្នាក់ហ្នឹងភ្លាមធ្វើឲ្យខ្ញុំខឹងខ្លាំងទៀតហើយតើបងគិតថាអាម្នាក់ហ្នឹងអាចជារនុកក្នុងរបស់ Riven អត់ហ្នឹងចំណែកសេយ៉ុងវិញឮហើយគេក៏បានសើចឡើងហើយហ៊ីជេគេក៏បានបន្តទៀតថាទោះក្នុងករណីណាក៏ដោយដែរពេលនេះពួកគេប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយមើលទៅប៉ុន្តែប្រសិនបើពួកគេត្រឡប់ម្ដងទៀតណាពួកយើងនឹងធ្វើឲ្យដឹងថាតើនរណាទៅគឺជាមេសេយ៉ុងគេក៏បានឆ្លើយថាអូខេរួចគាត់ក៏បានបន្តទៀតថាប៉ុន្តែវាចម្លែកបន្តិចត្រង់ថា Riven អាចជាក្រុមដែលមានការអភិវឌ្ឍលឿនខ្លះមែនទែនប៉ុន្តែតើក្រុមរបស់ពួកយើងអាចចាញ់ដល់របៀបណាទៅទាំងដែលពួកយើងមានឯងនៅជាមួយនឹងតើសមាជិកក្រុមរបស់គេគឺខ្លាំងមែនទេលើសំណួរហ្នឹងហើយហ៊ីជេមានចការភ្ញាក់បន្តិចរួចគេក៏បំរុងនឹងឆ្លើយហើយប៉ុន្តែទូរស័ព្ទរបស់សេយ៉ុងក៏លោតសារមួយឡើងបង្ហាញឃើញថាហេជីនបានឆាតមកសួរសេយ៉ុងថាតើសេយ៉ុងក៏កំពុងតែតាក់ទងជាមួយនឹងហ៊ីជេមែនទេចឹងភាគនេះបានបញ្ចប់ត្រឹមនេះអរគុណអ្នកទាំងអស់គ្នាចំពោះការរងចាំនិងការគាំទ្រជួបគ្នានៅវីដេអូក្រោយទៀតណាញ៉ងបាយបាយ